ដើមនៅរឿងដំបូងយើងឃើញថាមនុស្សទាំងអស់គឺកំពុងតែកាប់សម្លាប់គ្នាលើកលែងតែអ៊ុនសូជាមួយនឹងបារម្ភម្នាក់ទៀតនោះទេដែលមិនបានចូលរួមអ៊ុនសូបានមើលទៅកាន់មនុស្សដែលបានស្លាប់ទាំងអស់នោះរួចគិតថាពួកនេះពិតជាមនុស្សល្ងងមែនពួកគេបានបាត់បង់ហេតុផលដោយសារតែភាពភ័យខ្លាចនៃសេចក្តីស្លាប់សម្លេងនៃប៉ាអាក្រក់បាននិយាយថាមានតែមនុស្សម្នាក់នោះទេដែលនៅរស់ដូច្នេះកូនសោដើម្បីជោគជ័យមិនមែនសម្លាប់គ្នានោះទេគឺត្រូវតែនៅរស់បើសិនបើយើងនៅស្ងៀមមិនធ្វើអ្វីនោះប្រកាសជាអាចជោគជ័យបានហើយខ្ញុំគឺជាមនុស្សម្នាក់ដែលនឹងត្រូវនៅរស់ហើយគាត់ក៏បានពិនិត្យមើលទៅលើសាកសពដូចជាពេលកន្លងដែលគាត់បាននៅជាមួយនឹងជីតារបស់ខ្លួនចំណែកឯនៅខាងមនុស្សកំពុងតែប្រយុទ្ធគ្នានៅវិញមនុស្សម្នាក់បានចាប់អារម្មណ៍ទៅលើអ៊ុនសូដែលនៅស្ងៀមកំពុងពិនិត្យមើលទៅលើសាកសពដែលវាគិតថាអ៊ុនសូនឹងបានលាក់ខ្លួនតាំងពីដំបូងប៉ុន្តែអ៊ុនសូមិនខ្វាយខ្វល់នោះទេនៅតែមើលទៅកាន់សាកសពនេះដដែលប៉ុន្តែបារម្ភម្នាក់នោះគឺចង់សម្លាប់អ៊ុនសូចោលក៏បានក្រវែងអាវុធរបស់គាត់នឹងសម្ដៅទៅរកអ៊ុនសូរួចក៏បានធ្វើឲ្យប្រអប់ដែលអ៊ុនសូស្ពាយកន្លងមកនឹងបានបែកអាប៉ែនោះក៏និយាយថាតើស្អីគេនៅក្នុងប្រអប់នោះតើឯងគឺជាអ្នករៀបចំបុណ្យសពមែនទេអ៊ុនសូលើសម្ដីវាបែបនោះហើយគឺមិនទាន់តបតអ្វីនោះទេរួចគាត់ក៏នឹកគិតទៅដល់ពេលអតីតកាលគាត់បានសម្លឹងមើលទៅកាន់អ្វីដែលមាននៅចំពោះមុខគាត់រួចគាត់ក៏បានបើកមើលក្រដាសមួយដែលនិយាយថារីករាយថ្ងៃកំណើតគាត់គិតទាំងកំហឹងថានេះគឺជាអ្វីដែលជីតារបស់គាត់បានបន្សល់ទុកឲ្យហើយក៏បានសម្លក់ទៅកាន់អាប៉ែនោះជាមួយនឹងទឹកមុខខូខើមែនទេអាប៉ែនោះក៏បានក្រវីអាវុធរបស់វាដោយនិយាយថាសាឡបងម្ដងទៀតទៅហើយកូនកំបិតដែលឯងមាននឹងអាចធ្វើអ្វីមកលើយើងបានប៉ុន្តែភ្លាមនោះក៏មានស្មៅមួយបង្ហាញខ្លួននៅក្រោយវាដែលមានបារម្ភម្នាក់បានដកដាវកាប់ទៅលើអាប៉ែនោះពីក្រោយតែម្ដងរួចត្រូវតែមួយដៃនឹងគឺមានអ្វីទៀតគឺបានដីស្អាតហើយបរិះនោះនិយាយទៅកាន់អ៊ុនសូថាមិនចាំបាច់អរគុណគាត់ទេមនុស្សអបយោដូចជាឯងក៏អាចតាក់ទាញចំណាប់អារម្មណ៍របស់យើងបានដែរអ៊ុនសូមិនបានខ្វាយខ្វល់ឡើយក៏សម្លឹងមើលទៅកាន់ឧបករណ៍របស់គាត់បរិះនោះបន្តថាមើលតែឯងគឺមិនធ្លាប់រៀនក្បាច់គុនពីមុនមកនោះទេភ្លាមនោះក៏មានមនុស្សម្នាក់ចង់វាយប្រហារទៅលើបរិះនោះពីខាងក្រោយបរិះនោះក៏វាដើររបស់ខ្លួនហើយនិយាយថាមនុស្សដូចជាឯងយើងអាចសម្លាប់បានគ្រប់ពេលអ៊ុនសូឮបែបនេះហើយក៏ដៀងភ្នែកមើលទៅកាន់អាប៉ែនោះដូចគ្នាអុកយ៉ងនិយាយថាមនុស្សម្នាក់នេះគឺសុកចុងគាត់គឺជាអ្នកបន្តគេរំណែមុខហេអ៊ុនដែលត្រូវបានគេហៅថាជាមនុស្សដ៏អស្ចារ្យនៅក្នុងណាអ៊ីនបរិះនៅចិននោះប្រាប់ថាឈ្មោះរបស់គាត់គឺយុនយូអ៊ីនកានគាត់ក៏បានស្វែងរកឃើញវិធីសាស្ត្រសម្ងាត់ហើយជាមួយនឹងដែរដែលបានបន្សល់ទុកដោយមុខហេអ៊ុននៅលើភ្នំដ៏ជ្រៅគាត់ក៏បានរៀនដោយខ្លួនឯងបច្ចេកទេសដែលគាត់មានគឺមិនទាន់ស៊ីជម្រៅប៉ុន្តែនៅពេលបច្ចុប្បន្នអាចនិយាយថាគាត់គឺជាសិស្សតែម្នាក់គត់របស់មុខហេអ៊ុនបើគិតទៅគ្រឹះរបស់គាត់គឺនៅខ្វះខាតប៉ុន្តែកម្លាំងរបស់គាត់គឺខ្លាំងជាងគេនៅក្នុងចំណោមអ្នកចូលរួមមេកាយបិសាចទាំង10ខ្ញុំសង្ស័យថាគាត់ប្រហែលជាអាចយកឈ្នះបានអុកយ៉ងបន្តត្រូវហើយបើមើលទៅគ្មាននរណាគេនៅទីនេះខ្លាំងជាងគាត់នោះទេបរិះនៅចិននោះបន្តប៉ុន្តែក៏មានមនុស្សម្នាក់គួរឲ្យភ្ញាក់ផ្អើលផងដែរចង់សម្ដៅទៅលើអ៊ុនសូកំពុងតែបន្តវិភាគទៅលើសាកសពរួចពេលវេលានៅទីនេះក៏បានកន្លងផុតទៅអស់ជាយូរនៅពេលនោះយើងឮថាយូអ៊ីនកានបាននិយាយថាដូចជាការរំពឹងទុកឯងគឺជាមនុស្សចុងក្រោយគេដែលនៅសល់ជាមួយយើងចង់សម្ដៅទៅលើអ៊ុនសូហើយនៅទីនេះគឺមានសាកសពច្រើនមែនតើយូអ៊ុនកាននិយាយថាបើយើងសម្លាប់ឯងយើងក៏ខ្លាចទៅជាមនុស្សរបស់និកាយទាំង10ដូចគ្នាដូច្នេះហើយឆាប់ឡើងមកអ៊ុនសូឮបែបនេះមិនទាន់ធ្វើអ្វីនោះទេប៉ុន្តែគាត់បានគិតថាមនុស្សម្នាក់នេះគឺខ្លាំងជាងគេនៅក្នុងចំណោមអ្នកដែលបានចូលរួមប៉ុន្តែខ្ញុំគឺបានមើលឃើញពីចំណុចខ្សោយរបស់គាត់រួចមកហើយព្រោះអីនៅកំឡុងពេលដែលយូអ៊ុនកានកំពុងតែធ្វើការកាប់សម្លាប់នឹងសម្រាប់អ៊ុនសូគាត់បានឈើមើលនិងពិនិត្យទៅលើរាងកាយសាកសពទាំងអស់អ៊ុនសូគាត់ច្បាស់នៅក្នុងចិត្តថាគាត់ប្រកាសជាអាចយកឈ្នះបានគិតបែបនេះរួចជាមួយនឹងកូនកំបិតនៅក្នុងដៃរបស់គាត់ក៏ដើរសម្ដៅទៅកាន់អាប៉ែនោះយូអ៊ុនកាននិយាយថាចាំមើលតើឯងនឹងគឺមានអ្វីខ្លះទៅនិយាយរួចគាត់ក៏បានឈ្មោះសម្ដៅទៅរកអ៊ុនសូយ៉ាងលឿនដែលវាបានប្រើប្រាស់សៀតដៃទៅលើអ៊ុនសូឲ្យគាត់មានរបួសខ្លះបាត់ហើយវាគឺបានសោកចំអកនៅពេលដែលឃើញអ៊ុនសូមិនកិច្ចពីការវាយប្រហាររបស់វាបរិះដែលឈើមើលនេះគិតថាតាំងពីដំបូងគាត់គិតថាយូអ៊ុនកានគឺមានប្រៀបជាងប៉ុន្តែបើសិនជាមើលឲ្យប្រកាសបជាទៅរាល់ការវាយប្រហារទាំងអស់អ៊ុនសូមិនបានកិច្ចនោះទេគាត់គឺបានទទួលយកវាទាំងអស់តែម្ដងប៉ុន្តែដើម្បីព្យាយាមកិច្ចពីការវាយប្រហារដោយផ្ទាល់របស់យូអ៊ុនកានដែលធ្វើឲ្យបរិះសង្កេតមើលនោះដឹងថាអ៊ុនសូបានស្វែងយល់ពីការវាយប្រហារនៅលើសាកសពដែលយូអ៊ុនកានបានសម្លាប់ដែលនេះគឺជាអំណាចនៃការសង្កេតមើលយ៉ាងអស្ចារ្យអ៊ុនសូនិយាយថាដាវដ៏គួរឲ្យអាណិតមួយដើមបន្ទាប់ពីការវាយប្រហារទាំងអស់នោះឯងអាចកាប់បានត្រឹមតែបំណែកតូចៗតែប៉ុណ្ណោះត្រូវហើយតាំងពីដំបូងយូអ៊ុនកានក៏ជៀសវាងពីការវាយប្រហារដូចគ្នាប៉ុន្តែជោគជ័យនៅក្នុងការវាយបកទៅវិញគឺជាបញ្ហាខុសគ្នាទាំងស្រុងវាពិបាកណាស់នៅក្នុងការវាយប្រហារនៅក្នុងស្ថានភាពបែបនេះអ៊ុនកាននិយាយថាយើងបានទុកជីវិតឯងមកដល់ពេលនេះប៉ុន្តែឯងបែរជាក្រអឺតក្រទើមទៅវិញយ៉ាងម៉េចតើឯងចង់ស្លាប់ឲ្យបានលឿនមែនទេរួចក៏សម្ដៅទៅរកអ៊ុនសូដោយនិយាយថាយើងនឹងបំពេញបំណងរបស់ឯងអ៊ុនសូ
ប្រឹងសង្កេតមើលទៅកាន់អបិនោះមែនទែនដោយសារអីគាត់មានអាការតែម្ដងនោះទេអ្វីដែលគាត់បានរៀនចេញមកពីសាកសពដែលយូអូនកាងបានសម្លាប់រាល់ការវាយប្រហាររបស់វាទាំងអស់គឺចង់សម្ដៅទៅលើចំណុចសំខាន់គឺនៅត្រង់ចំណុចបេះដូងជាមួយនឹងក្បាលហើយនៅពេលនោះអបិនោះក៏បានជិះមកដល់ខ្លួនអូនសូបានអោនកិច្ចពីការវាយប្រហាររបស់វារួចកូនកំបិតនៅក្នុងដៃរបស់គាត់នឹងគឺបានត្រៀមរួចជាស្រេចបានសម្លឹងមើលរួចជាស្រេចទៅលើបំពង់កយូអូនកាងរួចគាត់ក៏នឹកទៅដល់សម្ដីជីតារបស់ខ្លួនធ្លាប់ប្រាប់ផងដែរការវាយប្រហារត្រង់ចំណុចនេះក្មេងធម្មតាអាចจะឈ្នះទៅលើមនុស្សធំបានយ៉ាងងាយបន្ទាប់ពីគិតបែបនេះរួចកំបិតរបស់គាត់នឹងបានចាក់សម្ដៅទៅរកបំពង់កអបិនោះតែម្ដងដែលនៅពេលនេះយើងបានឃើញថាកំបិតបានជាប់កអបិនោះបាត់ហើយលទ្ធផលយើងក៏បានដឹងហើយអបិនោះគឺមិនអាចរស់នៅទៀតបានទេអូនសូបន្ទាប់ពីសម្លាប់មនុស្សហើយក៏បានដកដង្ហើមរៀងហត់រួចគាត់ក៏និយាយឡើងថាតើវាបានបញ្ចប់ហើយឬចំណែកឯបរិសដែលឈើមើលរឿងនេះក៏ភ្ញាក់ផ្អើលផងដែរអុកយ៉ងនិយាយថាគាត់បានលំពងទុកពោះទៅលើអ្នកបន្តវេនសៀតដើមមុខហេអូនរួចគាត់ក៏ប្រកាសឡើងថាប៊ូអ៊ុនសូនៃនិកាយប្លែសិងសានការសាកល្បងទី2ឯងក៏បានឆ្លងផុតអ៊ុនសូលើបែបនេះហើយទឹកមករបស់គាត់ក៏នឹកសម័យទៅដល់ទីកន្លែងមួយដែលនៅពេលនោះជីតារបស់ខ្លួនបានហៅទៅកាន់សូអាតើឯងគឺនៅទីណាទៅអ៊ុនសូលើបែបនេះក៏ហៅលោកតារបស់ខ្លួនទាំងរំភើបដោយឆ្លើយថាលោកតាសូអាគឺនៅទីនេះលោកតាខ្លួនតបថាសូអាតើមិនអាចមើលឃើញចៅបានទេអ៊ុនសូនៅពេលនោះលើបែបនេះហើយក៏រៀងឆ្ងល់ផងដែររួចគាត់គឺមានភាពតក់ស្លុតមែនទែនបន្ទាប់ពីលោកតារបស់ខ្លួនងាកមកដោយការភ្នែកទាំងគូរបស់គាត់គឺមិនមានទៀតទេហើយក៏និយាយថាតើមិនអាចមើលឃើញបានឡើយអ៊ុនសូឃើញជីតារបស់ខ្លួនបែបនេះហើយគឺមានភាពតក់ស្លុតមែនទែនរួចគាត់ក៏បានភ្ញាក់ឡើងពីការយល់សប្តិដ៏អាក្រក់មួយនេះដែលយើងឃើញថាមនុស្សជាច្រើនបានសម្លឹងមើលទៅកាន់អ៊ុនសូហើយអ៊ុនសូគិតថាមើលទៅខ្លួនគាត់គឺសត្វនៅក្នុងទូកកំពុងតែបោឆ្លងកាត់មហាសមុទ្រហើយតែគាត់នឹងគឺបានសន្លប់អស់រយៈពេលយូរណាស់ហើយមែនទេត្រូវហើយក្រែងគាត់បានបាត់បង់ឈាមច្រើនណាស់មែនទេគាត់គឺមានរបួសធ្ងន់ធ្ងរប៉ុន្តែការឈឺចាប់ទាំងប្រមាណហ្នឹងគឺមិនមាននៅលើរាងកាយរបស់គាត់ឡើយតើសាសនាបិសាចបានផ្ដល់អ្វីមកលើរាងកាយគាត់មែនទេត្រូវហើយបើមើលទៅការមនុស្សទាំងអស់នេះគឺមានរូបសម្បត្តិល្អតើពួកគេគឺជាអ្នកឆ្លងកាត់ការសាកល្បងទី1ផុតមែនទេមនុស្សទាំងអស់នោះមើលទៅកាន់អ៊ុនសូហើយក៏បានសោកចំអកអ៊ុនសូឃើញបែបនេះហើយគឺមិនចង់ខ្វល់ខ្វាយច្រើនទេលៀមនោះក៏មានមនុស្សបានបើកទ្វារពីខាងលើរួចក៏ប្រាប់ថាពួកយើងគឺជាទៅដល់ផ្លូវបន្ទាប់ហើយដែលវាគឺជាផ្លូវនៃឋាននរកដែលពួកគេលើកឡើងនឹងចង់សម្ដៅទៅលើកោះនៅចំពោះមុខនេះឯងបន្ទាប់មកសំពៅរបស់ពួកគេក៏ចុះចតនៅលើកោះមួយនេះបារម្ភម្នាក់នេះក៏ឲ្យអ្នករាល់គ្នានឹងធ្វើដំណើរតាមគាត់មកគាត់ក៏បានបង្ហាញពីរូងភ្នំដែលជាទីកន្លែងស្នាក់នៅរបស់ពួកគេរួចក៏ឲ្យទៅផ្លាស់ប្ដូរសម្លៀកបំពាក់ជាមួយនឹងអាវុធដែលតម្រូវឲ្យស្លៀកសម្លៀកបំពាក់ថ្មីជាមួយនឹងដាវផងដែររួចពួកឯងចង់ជ្រើសរើសទីកន្លែងមួយណាក៏បានដែរអ៊ុនសូលើបែបនេះហើយគឺមិនបានមាត់ក៏អ្វីឡើយឯអ្នកផ្សេងទៀតក៏សង្កេតមើលទៅកាន់ទីកន្លែងដែលពួកគេគិតថាល្អហើយដោយសារតែទីកន្លែងដែលពួកគេចង់នៅហ្នឹងគឺជាន់គ្នាក៏មានចំនួនបន្តិចបន្តួចផងដែរអ៊ុនសូមិនខ្វាយខ្វល់ឡើយក៏បានដើរហួរទៅរួចក៏មានមនុស្សបានចូលទៅសម្របសម្រួលកុំឲ្យឆ្លោះគ្នាអ៊ុនសូគិតថាអ្នកដែលបានឆ្លងកាត់ការសាកល្បងទី1បើមើលទៅកាន់សម្លៀកបំពាក់ពួកគេគឺពិតជាថ្លៃតើពួកគេទាំងអស់នោះមកពីគ្រួសារអ្នកមានមែនទេអ្នកត្រួតពិនិត្យចម្រូវចេញនរណាគេដែលត្រូវស្លាប់ដោយគ្មានបញ្ហាភ្លាមនោះក៏មានសម្លេងសួរទៅកាន់អ៊ុនសូថាមិនទាន់សម្រេចចិត្តបានទៀតឬមើលទៅឯងយឺតយ៉ាវដល់ហើយនេះមិនមែនជាពេលវេលាដែលត្រូវស្ទាក់ស្ទើរទេប៊ូអ៊ុនសូគាត់គឺបានសង្ស័យតាំងពីការសាកល្បងដំបូងមកម្ល៉េះប៉ុន្តែមិននឹកស្មានថាគាត់គឺអាចឆ្លងផុតការសាកល្បងទី2បានឡើយគាត់ឆ្ងល់ណាស់តើជំរឿអ្វីដែលអ៊ុនសូត្រូវមើលទីនេះហើយបន្តប្រាប់ទៅកាន់អ៊ុនសូថាគ្មានពេលវេលាច្រើនទេដូច្នេះឆាប់បន្តិចទៅអ៊ុនសូក៏ចង្អុលទៅកាន់រូងភ្នំមួយប្រាប់ថាគាត់គឺនៅទីនោះហើយដែលមើលទៅទីកន្លែងមួយនោះមិនស្អាតនោះទេបារម្ភនោះនិយាយថាឯងជ្រើសរើសទីកន្លែងដែលកខ្វក់បំផុតហើយពិតជាគួរខ្ពើមមែនបើមើលដំបូងទីកន្លែងនោះពិតជាតូចប៉ុន្តែឡាងនោះគឺជាច្រកចូលនៅខាងក្នុងគឺមានទីកន្លែងគ្រប់គ្រាន់ដើម្បីវឹកហាត់បច្ចេកទេសដាវចំណែកឯច្រកចូលទៅខាងក្នុងហ្នឹងក៏អាចការពារពីការវាយប្រហារបានដែរគាត់គិតថាមនុស្សធម្មតាមើលហើយមិនជ្រើសរើសទីកន្លែងនេះទេប៉ុន្តែអ៊ុនសូបានសង្កេតមើលយ៉ាងល្អិតល្អន់ដូច្នេះហើយគាត់ក៏ឲ្យអ៊ុនសូនឹងរៀបចំខ្លួនឲ្យលឿនទៅបន្តិចក្រោយមកអ៊ុនសូក៏បានផ្លាស់សម្លៀកបំពាក់ថ្មីហើយអ្នកគ្រប់គ្រងក៏បញ្យល់ពីអ្វីដែលពួកគេត្រូវធ្វើនៅទីនេះទីកន្លែងនៅរូបនេះគឺមានសារក្បាច់គុណចំនួន10ពួកឯងអាចរៀនក្បាច់គុណចេញពី Master នៃសារក្បាច់គុណនោះបានពួកឯងចង់រៀនទាំងអស់ឬក៏រៀនតែមួយវាគឺជាជំរើសរបស់ពួកឯងការវិភាគរបស់ពួកឯងគឺទំនេរចង់ដេកចង់លេងក៏បានបច្ចេកទេសវឹកហាត់ឬក៏ចង់វឹកហាត់តែម្នាក់ឯងស្រេចតែចិត្តរបស់ពួកឯងទេអ៊ុនសូគិតថាចម្លែកណាស់អ្នកត្រួតពិនិត្យចេះប្រាប់ថាទីនេះជាឋាននរកពួកគេប្រកាសជាមិនឲ្យពួកយើងវឹកហាត់ដោយមានសន្តិភាពបានឡើយហើយមនុស្សទាំង
ទាំងអស់នោះក៏ចាប់ផ្ដើមធ្វើដំណើរទៅកាន់ទីកន្លែងដែលពួកគេនោះចង់ទៅអ៊ុនសូគិតថាមនុស្សជាច្រើនធ្វើដំណើរទៅកាន់សាដាវព្យុះភ្លើងទីកន្លែងនោះប្រហែលជាមានគ្រូក្បាច់គុនល្អបំផុតនៅក្នុងចំណោម10ហើយរៀនពីសិល្បៈក្បាច់គុនល្អបំផុតប្រកាសជាជួយហើយប៉ុន្តែខ្ញុំគឺគ្មានបច្ចេកទេសដើម្បីរៀនដូច្នេះនៅពេលបច្ចុប្បន្នខ្ញុំមិនត្រូវការបច្ចេកទេសកម្រិតកំពូលអ្វីទេអ្វីដែលខ្ញុំត្រូវការនៅពេលបច្ចុប្បន្នរួចគាត់ក៏បានដើរចាក់ចែងពីវងមនុស្សទៅគាត់ក៏បានធ្វើដំណើរទៅកាន់កូនផ្ទះមួយអ៊ុនសូសម្លឹងមើលទៅកាន់ទីកន្លែងផ្ទះមួយនោះហើយគិតថាតើទីកន្លែងនេះគឺជាសារវឹកហាត់ក្បាច់គុនមែនទេវិមានណាងយ៉ាងជាសារដែលត្រូវបានដួលរលំនៅក្នុងចំណោម Master ក្បាច់គុន10នាក់ផ្សេងទៀតទោះបីជាយ៉ាងណាវាក៏បានបន្សល់ទុកនៅរបស់ជាច្រើនបន្ទាប់ពីឆ្លងកាត់ប្រវត្តិសាស្ត្រនៃការប្រយុទ្ធជាច្រើនលោកតារបស់ខ្ញុំក៏ធ្លាប់ប្រាប់ពីពិភពអ្នកហាត់គុនម្ដងដែរតែខ្ញុំបានធ្វើដំណើរមកដល់ទីនេះហើយមែនទេព្រាមនោះអ៊ុនសូក៏ចាប់អារម្មណ៍អ្វីម្យ៉ាងហើយក៏សម្លឹងមើលទៅកាន់ដីហើយយើងបានឃើញក្បាលបារម្ភម្នាក់ផុសចេញពីដីនោះថែមទាំងសួរថាតើឯងមើលទៅនេះធ្វើអ្វីតើដើម្បីចង់ក្លាយជា Master ក្បាច់គុនទាំង10នោះមែនទេបារម្ភនេះមានឈ្មោះថាសាអ៊ូជាម្ចាស់វិមានណាងយ៉ាអ៊ុនសូបន្ទាប់ពីឃើញក្បាលបារម្ភនោះហើយក៏រៀនភ្ញាក់ផ្អើលផងដែររួចគាត់ក៏សម្រួលអារម្មណ៍មកវិញព្រមទាំងឆ្លើយទាំងគោរពថាត្រូវហើយខ្ញុំមកទីនេះដើម្បីរៀនពីក្បាច់គុនរបស់វិមានណាងយ៉ាសាអ៊ូគឺមិនតន់តអ្វីនោះទេក៏សម្លឹងមើលទៅកាន់រាងកាយរបស់អ៊ុនសូបន្ទាប់ពីមើលរួចគាត់ក៏តបថាទៅវិញទៅបើមិនចង់ឲ្យខ្លួនឯងស្លាប់នោះយើងគ្មានចំណាប់អារម្មណ៍ដើម្បីបង្រៀនក្បាច់គុនអ្វីនោះទេជាពិសេសមនុស្សដែលទន់ខ្សោយដូចជាឯងអ៊ុនសូតបថា Master នៃវិមានណាងយ៉ាអាចបង្រៀនក្បាច់គុនអាចធ្វើឲ្យមនុស្សម្នាក់ខ្លាំងបំផុតនៅលើលោកតាមពិតអាប៉ែនេះមានឈ្មោះថាសទេមិនមែនសាអ៊ូឡើយត្រូវហើយមើលតែឯងក៏បានដឹងពីក្បាច់គុនដែលបានបាត់បង់នោះដែរប៉ុន្តែសូម្បីតែបុគ្គលអស្ចារ្យមិនអាចយល់ពីបច្ចេកទេសពិតប្រាកដនៃសារមួយនេះឡើយបច្ចេកទេសរបស់ពួកយើងចាប់ផ្ដើមដំបូងដោយកែសម្រួលរាងកាយឡើងវិញជាមួយនឹងរាងកាយរបស់ឯងពេលបច្ចុប្បន្នឯងនឹងត្រូវស្លាប់មិនក្រោមមួយថ្ងៃទេបើសិនបើឯងយល់ហើយឯងអាចចាក់ចេញទៅវិញបានប៉ុន្តែនៅពេលនោះអ៊ុនសូគឺបានក្រាបគោរពតែម្ដងសូក៏បានសួរដែរតើឯងធ្វើអ្វីហ្នឹងអ៊ុនសូតបថាចាប់តាំងពីលោកបង្រៀនខ្ញុំតែផ្ទាល់ដូចជាកូនសិស្សនោះខ្ញុំគឺត្រូវតែអោនក្បាលគោរពលោកសូលើពាក្យរឹងចចាស់បែបនេះហើយមិនដឹងថាតបយ៉ាងម៉េចទេតើឯងឈួតហើយមែនទេណាហើយយើងបង្រៀនឯងក៏បានដែររួចគាត់ក៏បានងើបចេញពីខាងក្រោមនោះរួចប្រាប់ថាឯងកុំច្រឡំឲ្យសោះយើងបង្រៀនឯងនេះគឺធ្វើតាមបញ្ជាបបិសាចទេឈ្មោះរបស់យើងគឺសូជា Master សារសម្ងាត់នៃវិមានណាងយ៉ាចាប់ពីពេលនេះឯងអាចហៅយើងបានថាជាលោកគ្រូសូបានអ៊ុនសូលើហើយក៏ណែនាំឈ្មោះរបស់គាត់ប្រាប់វិញប៉ុន្តែគាត់លើកដៃហាមឃាត់រួចតបថាមិនមែននោះទេឯងគឺជាអ្នកវឹកហាត់ទី1ឥឡូវការជជែកគ្នាបានបញ្ចប់ដល់ពេលដែលត្រូវចាប់ផ្ដើមហើយរួចគាត់ក៏បានប្រើប្រាស់ថាមពលអ្វីមិនដឹងនោះទេដាក់ទៅលើអ៊ុនសូបានធ្វើឲ្យអ៊ុនសូនឹងស្រឡាំងកាំងនៅមួយកន្លែងអ៊ុនសូគាត់បានគិតនៅក្នុងចិត្តថាគាត់មិនអាចមើលឃើញអ្វីបានទេសម្លេងរបស់លោកគ្រូសូបានប្រាប់ថាកុំបារម្ភអីយើងគឺបានបិទញាណរបស់ឯងទុកដើម្បីវឹកហាត់អំពីបច្ចេកទេសសម្ងាត់ដែលនេះគឺជាការបង្កើតនៃសិល្បៈក្បាច់គុនបង្គៈដែលវាគឺសម្រាប់ Master ដើរផ្លូវសត្វបិសាចអ៊ុនសូលើអំពីផ្លូវសត្វបិសាចបែបនេះក៏ឆ្ងល់ផងដែរលោកគ្រូសូប្រាប់ថាវាមិនមែនត្រឹមតែត្រូវការបិទញាណទាំង5របស់ឯងទេប៉ុន្តែវាក៏ជួយឲ្យឯងទទួលបានការបម្លាស់ទីដូចជាសត្វវាគឺខុសពីក្បាច់គុនកំពូលផ្សេងទៀតវាអាចជោគជ័យបានអាស្រ័យទៅលើការយល់ដឹងរបស់អ្នកវឹកហាត់ដោយផ្ទាល់នេះគឺជាផ្លូវបិសាចដែលវាពិបាកជាងសម្រាប់ផ្លូវការវឹកហាត់ផ្សេងទៀតប៉ុន្តែដោយសារតែរឿងនោះចំនួនសិស្សដែលចង់ចូលរួមសាកល្បងហ្នឹងគឺកាន់តែតិចទៅទោះបីជាយ៉ាងណាបើសិនបើឯងគ្រប់គ្រងវាឯងនឹងយល់វាពិតប្រាកដរួចអ៊ុនសូហ្នឹងក៏បានឃើញរូបរាងកាយតំណាងរបស់លោកគ្រូសូដែរដែលមើលទៅសត្វតំណាងរបស់គាត់ហ្នឹងគឺជាខ្លាឃ្មុំដ៏ធំមួយលោកគ្រូសូបន្តថាដើម្បីទទួលបានអារម្មណ៍នៃសត្វព្រៃនោះមនុស្សជាច្រើនត្រូវបានស្លាប់មុនពេលពួកគេឈានទៅដល់ដំណាក់កាលវែងឆ្ងាយនេះឯងត្រូវចំណាយពេល1ម៉ោងដែលស្ថិតក្នុងស្ថានភាពជាមនុស្សខ្វាក់បន្ទាប់ពី1ម៉ោងក្រោយយើងនឹងត្រឡប់មកជួបឯងវិញអ៊ុនសូក៏ថានៅពេលដែលមនុស្សបាត់បង់ញាណអ្វីមួយញាណដទៃផ្សេងទៀតនឹងកាន់តែប្រសើរជាងមុនប៉ុន្តែនៅពេលនេះវាមិនមែនស្ថិតនៅក្នុងករណីបែបនោះទេហើយលោកគ្រូសូបានប្រាប់ថាត្រូវចំណាយពេល1ម៉ោងអ៊ុនសូក៏ថាវាពិតជាយឺតយ៉ាវណាស់ខ្ញុំត្រូវតែប្រើប្រាស់វាឲ្យលឿនតាមតែអាចធ្វើទៅបានគិតបែបនេះអ៊ុនសូក៏ចាប់ផ្ដើមធ្វើការវាផងរាវផងដើរឡើងពេញនឹងហើយនៅទីកន្លែងនេះអ្នកហាត់គុនរាប់មិនអស់បានក្លាយជាគោលដៅរបស់អ្នកដទៃបើសិនបើនៅពេលនេះខ្ញុំទទួលរងការវាយប្រហារគ្រាន់តែគិតបែបហ្នឹងក៏មានមនុស្សបានដូរកំបិតចង់ចាក់គាត់ពីខាងក្រោយអ៊ុនសូក៏ដូចជាដឹងផងដែររួចគាត់ក៏ងាកទៅខាងក្រោយប៉ុន្តែភ្លាមនោះគាត់ក៏បានលោតទៅកាន់ជ្រុងម្ខាងវិញអ៊ុនសូបានគិតថាត្រូវហើយញាណរបស់គាត់គឺបានបាត់បង់តែញាណរបស់គាត់អ្វីទៅដែលមានប្រយោជន៍រួចពេលវេលាហ្នឹងក៏កាន់មកដល់ពេលយប់រួចគ្រូហ្នឹងថាត្រឹមតែ1ម៉ោងនោះទេតែឥឡូវហ្នឹងដល់ពេលយប់បាត់គាត់គិតថាប្រហែលជាអ៊ុនសូហ្នឹងវង្វេងវង្វាន់ទាំង
ទាំងស្រុងហើយប៉ុន្តែគាត់គឺបានឃើញថាអ៊ុនសូនឹងគឺបានបំលាស់ទីតែម្នាក់ឯងមើលទៅអ៊ុនសូមិនធម្មតានោះទេជាធម្មតាបើសិនបាននរណាគេម្នាក់បាត់បង់ញាណរបស់ពួកគេប្រកាសជារងចាំឲ្យញាណរបស់ពួកគេនឹងត្រឡប់មកវិញប៉ុន្តែក្មេងនេះបែរជាបង្កើតទៅជាដៃគូប្រយុទ្ធតាមការសម័យទៅវិញរួចយើងឃើញថានៅក្នុងការគិតរបស់អ៊ុនសូគាត់បានបំលាស់ទីឡើងពេញនឹងមានទាំងរត់និងការសម្រាលខ្លួនផងអីផងឡើងពេញនឹងហើយគាត់គិតថាអ្នកដែលដេញតាមខ្លួននឹងគឺលឿនជាងគាត់ទៀតដូច្នេះគាត់ក៏ត្រូវតែលឿនផងដែរលោកគ្រូសនិយាយថាមើលទៅឯងគឺទទួលបាននៅអ្វីដែលយើងមានហើយបើអញ្ចឹងចាប់ពីពេលនេះទៅរួចគាត់ក៏ដោដើរចេញមកឯងគឺត្រូវតែកិច្ចពីផ្លែដែររបស់យើងវិញម្ដងបន្ទាប់មករយៈពេល3ថ្ងៃក៏បានកន្លងផុតទៅយើងឃើញថាអ៊ុនសូនឹងក៏បានដួលចូលទៅខាងក្រោមបាត់ហើយនៅចំពោះមុខគាត់គឺជាលោកគ្រូសកំពុងតែកាន់ដៃយ៉ាងសង្ហាហើយបន្ទាប់មកគាត់ក៏បានយកដៃទាំងមានស្រោមនោះវាបហាទៅលើអ៊ុនសូមិនអាចកិច្ចពីការវាបហារបស់គាត់បាននោះទេគឺត្រូវពេញតែម្ដងចំណែកលោកគ្រូសគឺថាវាអស់រយៈពេលចំនួន3ថ្ងៃហើយក្មេងនេះក៏គួរតែសួរអំពីវិធីសាស្ត្រនៅក្នុងការវឹកហាត់ពេលនេះប៉ុន្តែក្មេងនេះបែរជាព្យាយាមស៊ូទ្រាំជាមួយនឹងការវាបហារបស់ខ្ញុំទៅវិញហើយនៅពេលនោះគាត់ក៏បានសួរទៅកាន់អ៊ុនសូថាហេតុអីបានជាឯងមិនសួរយើងអ្វីសោះអញ្ចឹងតើឯងគឺមិនចង់ដឹងពីការកិច្ចឬក៏បច្ចេកទេសអ្វីទេឬអ៊ុនសូតបថាលោកគ្រូបានប្រាប់ខ្ញុំថាគោលបំណងនៃក្នុងសារនេះគឺជាការយល់ដឹងដូច្នេះខ្ញុំត្រូវតែយល់អំពីសកម្មភាពរបស់លោកគ្រូទាំងអស់លោកគ្រូសក៏ផ្ទះផ្អើលដែររួចប្រាប់ថាឯងគឺត្រូវហើយរួចគាត់ក៏បានសួរទៅវាបហាអ៊ុនសូប្រាប់ថាបើអញ្ចឹងបន្តទៀតទៅឯអ៊ុនសូដែលមើលមិនឃើញនេះបានត្រឹមតែនិមិត្តជារូបរាងការវាបហារបស់លោកគ្រូខ្លួនតែប៉ុណ្ណោះអ៊ុនសូគឺថាគាត់គឺទទួលបានអារម្មណ៍ពីវាប៉ុន្តែមិនត្រូវទេគាត់គឺអាចមើលឃើញផ្លែដាវបានប៉ុន្តែគាត់អាចត្រឹមតែមើលឃើញប៉ុណ្ណោះគឺមិនអាចកិច្ចពីការវាបហាបានឡើយប៉ុន្តែនៅពេលនោះគាត់ក៏បានដកដៃរបស់គាត់នឹងយកមកទប់រងដែលធ្វើឲ្យលោកគ្រូសឃើញរឿងបែបនេះហើយភ្ញាក់ផ្អើលមែនទែនដែលអ៊ុនសូអាចរារាំងពីការវាបហារបស់គាត់បានគាត់គិតថាតើអ៊ុនសូអាចរារាំងបានដោយប្រើប្រាស់តិចនិចដែរដែលគ្មានសម្លេងមែនទេប៉ុន្តែរយៈពេលទើបតែកន្លងផុតទៅ3ថ្ងៃតែប៉ុណ្ណោះរួចយើងក៏បានឃើញថាអ៊ុនសូនឹងក៏បានខ្ទាតប៉ាងថយមកខាងក្រោយលោកគ្រូសក៏បានបោះទឹកឲ្យអ៊ុនសូផឹកឯអ៊ុនសូក៏នៅក្នុងចិត្តថាវាពិបាកណាស់នៅក្នុងការរារាំងនោះអ៊ុនសូទទួលទឹកដែលលោកគ្រូបោះឲ្យព្រមទាំងអរគុណផងដែររួចគាត់ក៏បានផឹកទឹកដែលលោកគ្រូបានបោះឲ្យនោះគាត់គិតថានេះមិនមែនជាទឹកនោះទេភ្លាមថាមពលលំហូរនៅក្នុងរាងកាយរបស់គាត់ទាំងមូលហើយឈាមទាំងអស់នៅក្នុងរាងកាយរបស់គាត់ដែលបាត់បង់ហ្នឹងគឺបានស្ដារឡើងមកវិញហើយតើពិភពលោកនេះគឺជាអ្វីទៅដែលនេះគឺជាទឹក Celestia ដែលមានតម្លៃបំផុតនៅក្នុងជីវិតរបស់គាត់ហើយប៉ុន្តែតើវាមិនខ្ជះខ្ជាយទេឬរឿងមួយដែលខ្ញុំរងចាំនៅក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំបានជួបជាមួយនឹងបុគ្គលដ៏អស្ចារ្យបំផុតនៅលើពិភពលោកព្រោះយើងនៅតែបន្តឃើញថាអ៊ុនសូរារាំងពីការវាយប្រហារលោកគ្រូខ្លួនហើយអ៊ុនសូក៏បានធ្វើការវាយបោកទៅលើលោកគ្រូវិញផងដែរគាត់ដឹងបែបនេះហើយគឺសប្បាយចិត្តមែនទែនរួចបន្តឲ្យអ៊ុនសូនឹងទទួលយកទៀតទៅអ៊ុនសូឃើញបែបនេះហើយក៏ព្យាយាមកិច្ចពីការវាយប្រហាររបស់គាត់លោកគ្រូសូក៏បង្ហាញខ្លួនពីខាងក្រោយដែលប្រាប់ថាមិនទាន់ចប់នោះទេអ៊ុនសូក៏បានងាកទៅខាងក្រោយផងដែររួចក៏បានយកដៃរបស់គាត់ទៅខាងក្រោយដើម្បីទប់រងអ៊ុនសូក៏ថាហេតុអីបានជាលោកគ្រូរបស់ខ្លួនមិនវាយប្រហារអញ្ចឹងប៉ុន្តែលោកគ្រូសូបានជាសើចឡើងទៅវិញរួចនិយាយថាបើគិតទៅជួនដែលមានទេពកោសល្យដែលយើងតាមស្វែងរកហ្នឹងនៅចំពោះមុខយើងនឹងហើយនៅពេលនោះញាណនៃការមើលឃើញរបស់គាត់ក៏ទទួលបានមកវិញលោកគ្រូសូលបានហៅទៅកាន់ប៊ូអ៊ុនសូបំភ្លេចចោលនៅគោលគំនិតចង់ខ្លាចទៅជាអ្នកឈ្នះមួយនៅក្នុងចំណោមបិសាចទាំង10ទៅត្រូវតែខ្លាចទៅជាសិស្សផ្លូវការនៅក្នុងនិកាយធំតែម្ដងបើសិនជាឯងចង់បានយើងនឹងធ្វើឲ្យឯងខ្លាចទៅជា Master ខ្លាំងបំផុតនៅក្នុងចំណោមបិសាចនៅក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះគាត់ក៏បានគិតអំពីសម្ដីរបស់លោកគ្រូខ្លួននិយាយដោយគិតថាបើអញ្ចឹងមែនវាកាន់តែវែងឆ្ងាយហើយប៉ុន្តែអាចចង្រៃដែលបានសម្លាប់ចេតារបស់គាត់គឺជា Master ដែលមានកម្រិតខ្ពស់ជាងគាត់នៅពេលនេះនៅក្នុងស្ថានភាពនេះខ្ញុំមិនអាចពេញចិត្តនៅក្នុងវិមានឡាំងយ៉ាងបានទេរួចគាត់ក៏បានឆ្លើយតបទៅកាន់គ្រូខ្លួនថាគាត់នឹងខ្លាចទៅជាអ្នកឈ្នះនៅក្នុងចំណោមបិសាចទាំង10នាក់លោកគ្រូខ្លួនលើបែបនេះហើយក៏ភ្ញាក់ផ្អើលផងដែររួចនិយាយថាបើសិនជាឯងចង់រៀនសិល្បៈក្បាច់គុណទាំង10នោះហើយបំភ្លេចវាចោលទៅសូម្បីតែ Grand Master កម្ពុជាដូចជាបិសាចមេឃាក៏មិនធ្វើរឿងបែបនោះដែរសិល្បៈក្បាច់គុណដទៃទៀតគឺមានប្រភេទខុសៗគ្នាមិនថាឯងមានទេពកោសល្យខ្លាំងប៉ុណ្ណានោះទេដែនកំណត់របស់ឯងរៀនបានត្រឹមតែ2ឬ3ប៉ុណ្ណោះផ្ដោតទៅលើក្បាច់គុណតែមួយនឹងធ្វើឲ្យឯងខ្លាចទៅជាអ្នកខ្លាំងបំផុតនៅក្នុងផ្លូវបិសាចអ៊ុនសូលើបែបនេះក៏សូមទោសទៅកាន់លោកគ្រូខ្លួនលោកគ្រូសូក៏ថាសម្ដីរបស់គាត់គឺមិនអាចផ្លាស់ប្ដូរអ្វីបានទេរួចគាត់ក៏បានបែរខ្នងប្រាប់ថាមិនអីទេចាប់ពីពេលនេះទៅអញគឺអាចរៀនសិល្បៈក្បាច់គុណផ្សេងបានអ៊ុនសូតបថាប៉ុន្តែអ្វីដែលគាត់បានរៀនត្រឹមតែកម្រិតមូលដ្ឋានប៉ុណ្ណោះលោកគ្រូបានតបថានិកាយធំសិល្បៈក្បាច់គុណគឺមិនអាចឆ្លងកាត់តាមរយៈការសរសេរឬក៏អ្វីនោះទេលើសពីនេះគាត់ក៏បានបញ្ចេញ
ការវាយផាទៅលើអ៊ុនសូឃើញបែបនេះក៏ដូរដៃរបស់ខ្លួនយកមកទប់រើងឯងក៏បានរៀនពីបច្ចេកទេសផ្លូវសត្វបិសាចបានហើយបើសិនបើគ្នាចង់ឧបត្ថម្ភមកកាន់ខ្ញុំបានក៏អាចឧបត្ថម្ភបានតាមរយៈ QR Code ដែលមាននៅលើវីដេអូនេះដោយរាល់ការដូណេតរបស់អ្នកទាំងអស់គ្នាគឺជួយមកដល់រូបខ្ញុំបានច្រើនមែនទែន